សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីនៅក្នុងវីដេអូថ្ងៃនេះយើងនឹងបន្តនិយាយអំពីប្រធានបទដ៏សំខាន់មួយសម្រាប់សុខភាពបុរសជាពិសេសសម្រាប់បងប្អូនដែលឈានចូលវ័យ30ឆ្នាំនិងលើសពីនេះដោយដែលយើងបានដឹងហើយថានៅពេលអាយុកាន់តែកើនឡើងរាងកាយរបស់យើងចាប់ផ្ដើមមានការប្រែប្រួលហើយប្រព័ន្ធផ្សេងៗក្នុងរាងកាយក៏ត្រូវការថែទាំជាពិសេសការទទួលទានអាហារល្អការហាត់ប្រាណទៀងទាត់គឺជាមូលដ្ឋានគ្រឹះប៉ុន្តែពេលខ្លះការបន្ថែមវីតាមីន supplement អាចជួយបំពេញចន្លោះខ្វះខាតនិងបង្កើនប្រសិទ្ធភាពនៃការថែទាំសុខភាពបានមួយកម្រិតទៀតផងដែរនៅក្នុងវីដេអូនេះយើងនឹងណែនាំវីតាមីននិងសារធាតុចិញ្ចឹមសំខាន់ៗចំនួន5ប្រភេទដែលត្រូវបានស្រាវជ្រាវយ៉ាងទូលំទូលាយថាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់បុរសតោះកុំឲ្យខាតពេលយូរយើងមកស្វែងយល់ទាំងអស់គ្នាទី1វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់មួយដែលរាងកាយយើងអាចផលិតបាននៅពេលស្បែកប៉ះនឹងពន្លឺព្រះអាទិត្យទោះជាយ៉ាងណាក៏ដោយរបៀបរស់នៅសម័យទំនើបដែលយើងភាគច្រើនចំណាយពេលក្នុងអគារការិយាល័យធ្វើឲ្យមនុស្សជាច្រើនខ្វះវីតាមីន D ដោយមិនដឹងខ្លួនហេតុអ្វីវីតាមីន D សំខាន់ទី1ជំនួយដល់សុខភាពឆ្អឹងវីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមដើម្បីរក្សាឆ្អឹងឲ្យរឹងមាំនិងការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅទី2ពង្រឹងប្រព័ន្ធភាពស៊ាំវាមានតួនាទីសំខាន់ក្នុងការជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនិងការរលាកផ្សេងៗទី3គាំទ្រដល់កម្រិតអរម៉ូនតេស្តូស្តេរ៉ូនការសិក្សាមួយចំនួនបានបង្ហាញអំពីទំនាក់ទំនងរវាងកម្រិតវីតាមីន D គ្រប់គ្រាន់និងកម្រិតអរម៉ូនតេស្តូស្តេរ៉ូនដែលមានសុខភាពល្អអរម៉ូននេះសំខាន់សម្រាប់ថាមពលសាច់ដុំនិងចំណង់ផ្លូវភេទរបស់បុរសទី4សុខភាពផ្លូវចិត្តកម្រិតវីតាមីន D ទាបអាចជាប់ទាក់ទងទៅនឹងអារម្មណ៍មិនល្អឬជំងឺបាក់ទឹកចិត្តកម្រិតដែលបានណែនាំជាទូទៅគឺ600ទៅ800 IU ក្នុងមួយថ្ងៃប៉ុន្តែបុគ្គលមួយចំនួនអាចត្រូវការរហូតដល់1000ទៅ4000 IU ប្រសិនបើមានកង្វះខាតខ្លាំងអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើតេស្តឈាមរកកម្រិតវីតាមីន D របស់អ្នកទី2ម៉ាញ៉េស្យូមម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដ៏អស្ចារ្យមួយដែលចូលរួមក្នុងប្រតិកម្មជីវគីមីជាង300ប្រភេទក្នុងរាងកាយទោះបីជាវាសំខាន់យ៉ាងណាក៏ដោយមនុស្សភាគច្រើនមិនទទួលបានម៉ាញ៉េស្យូមគ្រប់គ្រាន់ពីរបបអាហារប្រចាំថ្ងៃនោះទេហេតុអ្វីបានជាវាសំខាន់ទី1ជំនួយដល់មុខងារសាច់ដុំនិងការបន្ធូរអារម្មណ៍វាជួយបន្ធូរសាច់ដុំបន្ទាប់ពីការកន្ត្រាក់ដែលអាចកាត់បន្ថយការរមួលក្រពើវាក៏ជួយឲ្យប្រព័ន្ធប្រសាទស្ងប់ដែលអាចកាត់បន្ថយ stress និងធ្វើឲ្យដំណេកលក់ស្រួលទី2ផលិតថាមពលម៉ាញ៉េស្យូមចាំបាច់សម្រាប់ដំណើរការបម្លែងអាហារទៅជាថាមពលជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ទី3សុខភាពបេះដូងវាជួយរក្សាចង្វាក់បេះដូងឲ្យទៀងទាត់និងគ្រប់គ្រងសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាទី4គ្រប់គ្រងជាតិស្ករក្នុងឈាមវាជួយឲ្យរាងកាយប្រើប្រាស់អាំងស៊ូលីនបានត្រឹមត្រូវដែលជាកត្តាសំខាន់ក្នុងការការពារជំងឺទឹកនោមផ្អែមប្រភេទទី2កម្រិតដែលបានណែនាំប្រហែល400ទៅ420មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរសពេញវ័យប្រភពល្អៗមានដូចជាបន្លែបៃតងគ្រាប់ធញ្ញជាតិនិងសូកូឡាខ្មៅទី3អាស៊ីតខ្លាញ់អូមេហ្គា3អាស៊ីតខ្លាញ់អូមេហ្គា3ជាពិសេសប្រភេទ EPA និង DHA គឺជាខ្លាញ់ល្អដែលរាងកាយត្រូវការជាចាំបាច់ប៉ុន្តែมันអាចផលិតដោយខ្លួនឯងបានទេហេតុអ្វីបានជាវាសំខាន់ទី1សុខភាពបេះដូងនេះគឺជាអត្ថប្រយោជន៍ដ៏ធំបំផុតអូមេហ្គា3អាចជួយកាត់បន្ថយកម្រិតខ្លាញ់មិនល្អ triglycerid ក្នុងឈាម
បន្ថយសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងទី2សុខភាពខួរក្បាលខួរក្បាលរបស់យើងមានជាតិខ្លាញ់ DHA ក្នុងបរិមាណច្រើនការទទួលទាន Omega 3 គ្រប់គ្រាន់អាចជួយបង្កើនការចងចាំការផ្ចង់អារម្មណ៍និងអាចជួយការពារការចុះខ្សោយនៃខួរក្បាលនៅពេលចាស់ទៅទី3កាត់បន្ថយការរលាកវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពលដែលអាចជួយកាត់បន្ថយការឈឺចាប់សន្លាក់និងការរលាករ៉ាំរ៉ៃផ្សេងៗនៅក្នុងរាងកាយកម្រិតដែលបានណែនាំអ្នកជំនាញជាច្រើនណែនាំឲ្យទទួលទាន EPA និង DHA រួមបញ្ចូលគ្នាប្រហែល500ទៅ1000មីលីក្រាមក្នុងមួយថ្ងៃប្រភពល្អបំផុតគឺត្រីសមុទ្រដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុននិងត្រីសាឌីនឬតាមរយៈការប្រើប្រាស់អាស៊ីតខ្លាញ់ Omega 3 បន្ថែមទី4សង្កសីសង្កសីគឺជាសារធាតុរ៉ែចាំបាច់មួយទៀតដែលមានតួនាទីយ៉ាងសំខាន់ជាពិសេសសម្រាប់សុខភាពបុរសការខ្វះសង្កសីអាចបង្កបញ្ហាច្រើនជាងអ្វីដែលយើងគិតហេតុអ្វីបានជាវាសំខាន់ទី1គាំទ្រដល់អរម៉ូនតេស្តូស្តេរ៉ូនសង្កសីគឺជាសារធាតុរ៉ែដ៏សំខាន់បំផុតមួយសម្រាប់ការផលិតអរម៉ូនតេស្តូស្តេរ៉ូនកម្រិតសង្កសីទាបត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកម្រិតតេស្តូស្តេរ៉ូនទាបដែលប៉ះពាល់ដល់ថាមពលសាច់ដុំនិងសុខភាពផ្លូវភេទទី2សុខភាពប្រព័ន្ធបន្តពូជវាចាំបាច់សម្រាប់សុខភាពក្រពេញប្រូស្តាតនិងការផលិតមេជីវិតឈ្មោលដែលមានគុណភាពល្អទី3ពង្រឹងប្រព័ន្ធភាពស៊ាំសង្កសីជួយឲ្យកោសិកាភាពស៊ាំដំណើរការបានល្អដើម្បីប្រឆាំងនឹងមេរោគនិងបាក់តេរីអ្នកដែលខ្វះសង្កសីជាញឹកញាប់ងាយនឹងធ្លាក់ខ្លួនឈឺទី4សុខភាពស្បែកនិងសក់វាជួយដល់ការលូតលាស់និងការជួសជុលកោសិកាដែលធ្វើឲ្យស្បែកនិងសក់មានសុខភាពល្អកម្រិតដែលបានណែនាំបុរសពេញវ័យត្រូវការសង្កសីប្រហែល11មីលីក្រាមក្នុងមួយថ្ងៃប្រភេទអាហារល្អៗរួមមាន oyster សាច់គោគ្រាប់ល្ពៅនិងសណ្តែកទី5ក្រេអាទីនខណៈពេលដែលមនុស្សជាច្រើនស្គាល់ប្រភេទក្រេអាទីនថាជាវីតាមីនសម្រាប់អ្នកហាត់ប្រាណការពិតទៅអត្ថប្រយោជន៍របស់វាគឺទូលំទូលាយជាងនេះជាពិសេសសម្រាប់បុរសដែលមានអាយុលើស30ឆ្នាំដែលចាប់ផ្ដើមបាត់បង់ម៉ាសសាច់ដុំហេតុអ្វីបានជាវាសំខាន់ទី1បង្កើនកម្លាំងនិងថាមពលសាច់ដុំក្រេអាទីនជួយឲ្យសាច់ដុំបង្កើតថាមពលបានលឿនអំឡុងពេលធ្វើលំហាត់ប្រាណដែលប្រើកម្លាំងខ្លាំងទាំងនេះនឹងជួយឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃទៀតផងទី2រក្សាម៉ាសសាច់ដុំចាប់ពីអាយុ30ឆ្នាំទៅបុរសចាប់ផ្ដើមបាត់បង់ម៉ាសសាច់ដុំបន្តិចម្ដងក្រេអាទីនរួមផ្សំនឹងការហាត់ប្រាណអាចជួយពន្យឺតដំណើរការនេះនិងរក្សាសាច់ដុំឲ្យរឹងមាំទី3កែលម្អមុខងារខួរក្បាលការសិក្សាថ្មីៗបង្ហាញថាក្រេអាទីនក៏អាចជួយដល់មុខងារខួរក្បាលផងដែរដូចជាការចងចាំរយៈពេលខ្លីនិងល្បឿននៃការគិតវិភាគព្រោះខួរក្បាលក៏ប្រើប្រាស់ថាមពលច្រើនដែរកម្រិតដែលបានណែនាំកម្រិតទូទៅនឹងមានប្រសិទ្ធភាពគឺ3ទៅ5ក្រាមក្នុងមួយថ្ងៃគួរជ្រើសរើសប្រភេទ Creatine Monohydrate ព្រោះវាត្រូវបានសិក្សាច្រើនបំផុតនិងមានតម្លៃសមរម្យសេចក្តីសន្និដ្ឋានការប្រុងប្រយ័ត្នដែលយើងចង់បញ្ជាក់នៅពេលនេះគឺថាវីតាមីនបន្ថែមមិនមែនជាថ្នាំពិសេសទេវាគ្រាន់តែជាជំនួយប៉ុណ្ណោះមូលដ្ឋានគ្រឹះនៃសុខភាពល្អគឺនៅតែជារបបអាហារដែលមានតុល្យភាពការធ្វើលំហាត់ប្រាណទៀងទាត់ការគេងឲ្យបានគ្រប់គ្រាន់និងការគ្រប់គ្រងស្ត្រេសវីតាមីនទាំង5ប្រភេទដែលបានរៀបរាប់ខាងលើរួមមានវីតាមីន D ម៉ាញ៉េស្យូម Omega 3 សង្កសីនិងក្រេអាទីនគឺជាជម្រើសដ៏ល្អសម្រាប់បុរសដែលមានអាយុលើស30ឆ្នាំដើម្បីគាំទ្រសុខភាពរយៈពេលវែង
ទោះបីជាយ៉ាងណាក៏ដោយមុនពេលចាប់ផ្ដើមទទួលទានវីតាមីនបន្ថែមណាមួយសូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬអ្នកជំនាញផ្នែកសុខភាពជាមុនសិនដើម្បីប្រាកដថាវាស័ក្តិសមសម្រាប់អ្នកនិងដើម្បីកំណត់កម្រិតដូសដែលត្រឹមត្រូវសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា